បាទសួស្តីបងប្អូនអ្នកគ្នាបាទថ្ងៃនេះផងដែរក៏យើងដល់មកចេញហូបបាយថ្ងៃបងប្អូនណានិយាយទៅបាយជីវិតបាទកម្មករបាទនិយាយទៅយើងចេះតែខំប្រឹងទៅបងប្អូនអើយតាំងពីព្រឹកព្រលឹមមកងឹតឡើងព្រលប់ឡើងចូលដល់សល់អីទេបាទតែសំខាន់យើងចេះតែខំទៅបាទហូបបាយ3ពេលចេះខំប្រឹងហូបទៅបងប្អូនបាទហើយយើងហូបបាយម្នាក់ឯងទេបងប្អូនអត់មានគ្នាមកណាទេហូបតែឯងបងអើយកំសត់ដល់ហើយនេះជីវិតខំប្រឹងតស៊ូលោកអើយដើម្បីអ្នកណាដើម្បីតែខ្ពះខ្លួនឯងហ្នឹងបាទខំប្រឹងដើម្បីរកលុយគ្រួសារបញ្ហាខ្លួនឯងតខ្លួនច្រើនលោកអើយនិយាយទៅបើយើងអត់ខំយើងអត់ប្រឹងទេគឺចប់ហើយចេះតែខំប្រឹងបងប្អូនហើយខំប្រឹងហូបបាយមានកម្លាំងធ្វើការទៅមុខទៀតចឹងហើយយើងវាឆ្លៀតបងប្អូនហើយសម្រាប់បងប្អូនដែលបានមើលវីដេអូហ្នឹងបាទកុំតូចចិត្តតូចថ្លើមទេបងប្អូនអើយធ្វើម៉េចជីវិតយើងចេះតែខំប្រឹងបងប្អូនធ្វើការអត់មានចង់ឈប់តាំងពីថ្ងៃច័ន្ទដល់ថ្ងៃសៅរ៍លោកអើយអត់ហ៊ានឈប់ទេទោះបីជាអត់សូវស្រួលយ៉ាងណាក៏ងើបមកដែរបងប្អូនហើយចឹងបានថាមនុស្សយើងជីវិតវាសនាខុសៗគ្នាអ្នកខ្លះគេធូរទៅអ្នកខ្លះគេតឹងទៅពេលខ្លះវាអត់តូចចិត្តនឹងខ្លួនឯងទេដែលយើងកើតមកជាកូនអ្នកស្រែចំការគ្មានទីពឹងចឹងហើយមានតែយើងពឹងខ្លួនឯងបើយើងអត់ខំប្រឹងខ្លួនឯងទេមានណាគេជួយយើងបានយើងចេះតែខំប្រឹងទៅថ្ងៃនេះយើងមានកម្លាំងធ្វើការយើងហូបបាយមានកម្លាំងធ្វើការហើយស្អែកយើងធ្វើការបន្តទៀតហើយផ្លូវជីវិតដែលយើងជ្រើសរើសវាមិនអាចដូចគ្នាទាំងអស់ទេអ្នកខ្លះគេដើរទៅចំផ្លូវស្រួលទៅអ្នកខ្លះដើរទៅចំផ្លូវបាក់ទៅចឹងវាត្រូវការចំណាយពេលវេលាដើម្បីស្កាបព្រៃដើម្បីធ្វើផ្លូវឲ្យវាស្រួលដើរចាក់ជីវិតរបស់យើងម្នាក់យើងមិនអាចមកថ្លឹងថ្លែងបានទេហើយកុំឃើញជីវិតគេបែបនេះយើងជន់បន្លិចឬក៏យើងរិះគន់គេអីចឹងទៅបាទសំខាន់ការងារយើងមិនមែនជាការងារដែលបងប្អូនក្នុងសង្គមគាត់ស្អកពើពីការងារមានតម្លៃទៅគឺបានហើយយើងចេះតែខំប្រឹងបងប្អូនហើយធ្វើមិនទេហូបឆ្អែតធ្វើការបន្តដើរទៅមុខបន្តទោះបីជាដើរយឺតតែយើងក៏មិនឈប់ប្រឹងទាំងអស់គ្នាបងប្អូនហើយវីដេអូថ្ងៃហ្នឹងគឺយើងចេញហូបបាយថ្ងៃត្រង់បងប្អូនបាទយើងធ្វើការតាំងពីម៉ោង7រហូតដល់ម៉ោង12ថ្ងៃត្រង់បងប្អូនអញ្ចឹងយើងចេញម៉ោង12ហើយអរគុណសម្រាប់បងប្អូនដែលស្រឡាញ់គាំទ្រខ្ញុំបាទតែមើលវីដេអូរបស់ខ្ញុំហើយអរគុណច្រើនបងប្អូនជួបគ្នានៅវីដេអូក្រោយបងប្អូនបាទបាយ